ជាចុងក្រោយតើលោកពូមានសំណួរអ្វីដែលចង់សួរទៅជនជាប់ចោតទាំងពីររូបគឺជនជាប់ចោតនួនជានិងជនជាប់ចោតខៀវសំផនបាទខ្ញុំសុំសួរសំណួរ6សំណួរសូមអធិស្ឋានខ្ញុំអានតែម្ដងព្រោះខ្ញុំអត់ចាំទេសំណួរទី1ហេតុអ្វីបានជាមានការកាប់សម្លាប់មិនរើសមុខសំណួរទី2ហេតុអ្វីបានជាបង្ខំឲ្យធ្វើការដោយសត្វធាតុគ្មានពេលសម្រាប់មិនថាចាស់មិនថាក្មេងនិងមិនឲ្យហូបឆ្អែតសំណួរទី3ហេតុអ្វីបានជាហាមប្រជាជនមិនឲ្យយករបស់ដែលខ្លួនដាំបានបើហ៊ានហូបយកទៅកសាងឬសម្រាប់ចោលសំណួរទី4ប្រទេសកម្ពុជាជាប្រទេសសម្បូរភោគផលហេតុអ្វីបានយកភោគផលទៅឯណា5ហេតុអ្វីមិនឲ្យមានកម្មសិទ្ធិឯកជនឲ្យប្រមូលសម្បត្តិទ្រព្យនឹងដាក់ជារួមហេតុអ្វីបានមេដឹកនាំខ្មែរក្រហមសុទ្ធតែមានចំណេះខ្ពស់ហើយមិនបង្កើតសាលារៀនហើយសម្រាប់អ្នកចេះដឹងសូមចង់ចាសូមអរគុណចាសំណួររបស់លោកពូទាំង6ហ្នឹងតើលោកពូសំដៅសួរទៅជនជាប់ចោតមួយណានួនជាឬក៏ខៀវសំផនសូមពូបញ្ជាក់ជូនអង្គសាមនការខ្ញុំចង់សួរលោកទាំងពីរព្រោះលោកទាំងពីរហ្នឹងសិនអ្នកចេះដឹងចាសូមអរគុណចាសូមអរគុណលោកប្រធានខ្ញុំអស់សំណួរហើយចាសូមអរគុណលោកពូយុផលដែលលោកពូបានសហការជាមួយខ្ញុំឆ្លើយនឹងសំណួររបស់ខ្ញុំយ៉ាងក្បោះក្បាយចាសូមអរគុណបាទអង្គជំរះសូមជូននៅសំណួរទាំង6ដែលសួរដោយដើមរំនេះទៅជនចាប់ចោតទី1គឺលោកខៀវសំផនតើលោកឆ្លើយយ៉ាងដូចម្ដេចនៅសំណួរទាំង6ដែលសួរឡើងដោយដើមរងរដ្ឋវិន័យនេះបាទសូមគោរពដល់លោកប្រធានដល់លោកស្រីចៅក្រមទាំងអស់សូមគោរពដល់អង្គសាវនាការទាំងមូលសូមជំរាបសួរលោកតាមរងរដ្ឋបវេនីជាដំបូងបង្អស់ខ្ញុំសូមជម្រាបលោកថាខ្មែរក្រហមគឺមិនមែនជាខ្ញុំទេហើយខ្ញុំក៏មិនអាចទទួលខុសត្រូវអំពើដែលគេចោទនោះដែរខ្ញុំយកឧទាហរណ៍ដូចជាលោកហ៊ុនសែនជាដើមលោកហ៊ុនសែន
លោកក៏តើលោកទទួលខុសត្រូវនឹងអំពើរបស់ខ្មែរក្រហមទេហើយខ្ញុំវិញខ្ញុំក៏រឹតតែមិនដូចលោកហ៊ុនសែនទៅទៀតខ្ញុំអត់ដឹងអីទាំងអស់អ្វីដែលកើតមានឡើងក្នុងចន្លោះឆ្នាំ1975ទៅដល់ឆ្នាំ1979និយាយយ៉ាងនេះហើយខ្ញុំក៏សូមរួមមនោសញ្ចេតនាខ្លោចផ្សាជាមួយលោកដែលលោកបានជួបប្រទះនឹងការលំបាកវេទនាបាត់បង់ឪពុកម្ដាយបាត់បង់បងប្អូនបាត់បង់អ្នកជាទីស្រឡាញ់របស់លោកខ្ញុំយ៉ាងទៀតខ្ញុំក៏សូមឆ្លើយនឹងសំណួរមួយចំនួនទៀតរបស់លោកអំពីដែលថាហេតុអ្វីបានជាមានការកាប់សម្លាប់ដូចខ្ញុំបានជ្រាបហើយខ្ញុំជំរាបលោកមិនបានទេពីរឿងនេះព្រោះខ្ញុំអត់ដឹងអីទាំងអស់ខ្ញុំមកមានការតាក់ទិននឹងជាមួយខ្មែរក្រហមដូចខ្ញុំបានជម្រាបពីព្រឹកមិញអញ្ចឹងហើយគឺផ្សារភ្ជាប់កម្លាំងទាំងអស់ដែលតស៊ូនៅពេលក្រោយរដ្ឋប្រហារដែលនាំឲ្យមានសង្គ្រាមវៀតណាមរីករាលដល់កម្ពុជាហើយយើងត្រូវតែតស៊ូរួបរวมគ្នាតស៊ូដើម្បីឲ្យកម្ពុជាយើងរស់កុំឲ្យរលាយបាត់បង់ចេញពីផែនទីសកលលោកចេតនាខ្ញុំមានតែប៉ុណ្ណឹងប៉ុន្តែថាឲ្យខ្ញុំទៅធ្វើជាអ្នកដឹកនាំអត់ទេអានឹងខ្ញុំសូមជម្រាបលោកយ៉ាងនេះដូច្នេះពីរឿងកាប់សម្លាប់អីនេះខ្ញុំក៏មិនយល់ដែរខ្ញុំក៏មិនចង់ឲ្យមានកើតរឿងរ៉ាវដ៏មហន្តរាយយ៉ាងនេះដែរហើយខ្ញុំក៏គ្មានសិទ្ធិអំណាចអីទៅទប់ទល់មិនឲ្យកើតមានក៏បានដែរព្រោះខ្ញុំគ្មានសិទ្ធិអំណាចអីទាំងអស់នេះសូមឆ្លើយនឹងសំណួរទី1សំណួរទី2ហេតុអ្វីបានជាមិនអោយប្រជាជនយើងហូបគ្រប់គ្រាន់រឿងហ្នឹងខ្ញុំសូមជម្រាបលោកដូចតទៅខ្ញុំនិយាយដោយខ្លីទេហើយដើម្បីងាយយល់នៅពេលនេះអ្នកដឹកនាំកម្ពុជាប្រជាធិបតេយ្យក៏អត់សម្បូរហូរហៀទេហូបប្រចាំថ្ងៃស្លម្ជូរស្លកកូស្លប្រហើរធម្មតាអត់មានស្រាវីស្គីអត់មានអីទេប្រចាំថ្ងៃហូបទឹកក្តៅគេដាក់នៅកន្លែងមួយអញ្ចឹងម្នាក់ទៅដួសយកមកហូបខ្លួនឯងទៅប៉ុន្តែហូបគ្រប់គ្រាន់ល្មមប៉ុណ្ណឹងមិនបបោហូរហៀទេហើយនៅកន្លែងផ្សេងទៀតនៅក្រសួងមន្ទីរផ្សេងទៀតតាមខ្ញុំដឹងមិនសម្បូរហូរហៀទេតែគេហូបគ្រប់គ្រាន់ល្មមដែរដូច្នេះតាមការដែលខ្ញុំឃើញយ៉ាងនេះខ្ញុំស្មានតែនៅជនបទប្រជាជនយើងក៏ហូបប្រហាក់ប្រហែលគ្នាពីនឹងដែរហើយខ្ញុំអ្នកចែកចាយអីវ៉ាន់អ្វីមានបញ្ជូនទៅជនបទទាំងអស់ប្រមូលទៅហើយខំប្រមូលដោយសាកសីក្រាស់បាននិយាយហើយ
ឡានរាប់រយរាប់ពាន់ជូនទៅដឹកជញ្ជូនទៅដូច្នេះពីរឿងអត់បាយនោះខ្ញុំក៏សូមឆ្លើយជំរាបលោកយ៉ាងនេះហើយពីរឿងថាហេតុអ្វីបានជាមិនអោយអស់លោកបេះផលដំណាំដែលលោកដាំជុំវិញផ្ទះរបស់លោករឿងហ្នឹងក៏ខ្ញុំអត់ដឹងខ្ញុំមិនយល់ស្របទាល់តែសោះហាមប្រាមប្រជាជនមិនឲ្យមានបានទទួលផលពីដំណាំដាំដុះដែលខ្លួនបានដាំជុំវិញផ្ទះរបស់ខ្លួននោះហើយពីរឿងរៀបការឲ្យបង្ខំក៏ខ្ញុំរៀបតែរឹតតែមិនដឹងទៅទៀតនៅពីព្រោះអីពីព្រោះនៅមន្ទីរជុំវិញនៅភ្នំពេញអត់មានរឿងនឹងសោះឥឡូវខ្ញុំសូមជម្រាបពីថាហេតុអ្វីបានមិនឲ្យមានសាលារៀនមិនបើកឲ្យមានសាលារៀនអានឹងខ្ញុំដឹងអំពីមេគានយោបាយរបស់បកកុម្មុយនីសកម្ពុជាគេឈរលើពិសោធន៍ដែលចំនួនមុនចំនួនសម្ដេចជាអនុកសាងបានអ្នកចេះធំបាន 4-5 នាក់ដែរសិទ្ធិវិស្វករធំខ្ញុំសូមជូនឧទាហរណ៍ដូចជាលោកជួនមុំលោកសញ្ញាបត្រខ្ពស់ជាងគេបំផុតហៅថាពហុបច្ចេកទេសឧទាហរណ៍មួយទៀតលោកផ្លែឆាតលោកជាវិស្វករខាងថ្នល់និងខាងស្ពានប៉ុន្តែបានសញ្ញាបត្រនឹងមកដល់កម្ពុជាមានធ្វើអីកើតដើម្បីជួយរួមចំណែកកសាងប្រទេសទេបែរទៅជាធ្វើជារដ្ឋមន្ត្រីនេះរដ្ឋមន្ត្រីនោះទៅវិញហើយមិនពីព្រោះចេះតែពីរនាក់វាគ្មានអ្នកដែលបន្តដៃតជើងចេះល្មមហោហែមកទៀតនិយាយមកទៅចេះនឹងចេះដាច់ពីសង្គមហ្មងសេដ្ឋកិច្ចរបស់ប្រទេសវាមិនទាន់ដល់នឹងហើយយើងចេះតែយើងទៅធ្វើអីកើតដូច្នេះហើយបានគេមាននយោបាយថាយើងកុំទាន់អានបើកសាលាឥឡូវនេះកូនក្មេងទៅរៀនផងធ្វើផងបើនៅស្រុកស្រែជួយធ្វើស្រែជួយរកជីដូចជាលោកមានប្រសាសន៍អញ្ចឹងរកទន្ទានត្រាត់រកជីអីចឹងហើយបើនៅទីក្រុងភ្នំពេញឲ្យមកធ្វើតាមរោងចក្ររៀនបណ្ដាធ្វើបណ្ដារៀនបណ្ដាធ្វើបណ្ដាទៅចេះពីតិចទៅច្រើនចឹងទៅសង្គមវាកាន់ប្រទេសវាកាន់វិវត្តលឿនទៅយើងឈានទៅរៀនថ្នាក់ខ្ពស់ហើយក៏មានកម្មវិធីដែរកម្មវិធីថាឲ្យរៀបចំសាលាមួយខ្ញុំឮសូរលោកប៉ុលពតសួរលោកជួនមុំឲ្យថាតើយើងអាចបង្រៀនតាមវិធីផ្លូវកាត់បានទេកុំឲ្យមានទ្រឹស្ដីច្រើនពេកបើថយទ្រឹស្ដីប៉ុន្តែឲ្យតែល្មមយល់ដឹងបរាពីទៀតទៅខ្ពស់ទៅគេមានរៀបចំអញ្ចឹងដូច្នេះមិនមែនថាបំបត្តិសាលានោះដើម្បីបំបត្តិរហូតនោះទេ
ខ្ញុំសូមជម្រាបលោកប៉ុណ្ណឹងសរុបមកមកទី1ខ្ញុំមិនមែនជាអ្នកដឹកនាំកម្ពុជាជាតិតែទេទី2ព្រឹត្តិការណ៍ជាច្រើនសំខាន់ខ្ញុំអត់បានដឹងទេក្នុងឆ្នាំ1945ទៅឆ្នាំ1979សូមអរ បាទអរគុណចុះលោកនួនជាតើលោកឆ្លើយតបទៅនឹងសំណួរដែលសួរឡើងដោយដើមបណ្ដឹងរដ្ឋមន្ត្រីនេះយ៉ាងដូចម្តេច